តើបងអូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រភេទគ្រឿងតយោមួយប្រភេទខ្ញុំនឹងទៅជួបក្រុមការងារដើម្បីគាត់និយាយថាតយោនេះយើងប្រើនៅក្នុងកន្លែងណាខ្លះនៃប្រព័ន្ធម៉ាស៊ីនរបស់យើងអញ្ចឹងណាទាំងអស់គ្នាសួស្តីជប៉ុន ស្ដីអូន នេះរបស់ហ่ะ យ៉ា ហើយជប៉ុនគ្រឿងតយោហ្នឹងប្រភេទអីគេហើយយើងប្រើប្រាស់កន្លែងណាខ្លះនៃប្រព័ន្ធម៉ាស៊ីនរបស់យើង អូហ្នឹងហើយអូនអញ្ចឹងសម្រាប់គ្រឿងតយោនេះគេហៅថាជាប្រភេទគ្រឿងតយោតភ្ជាប់ដាក់កអញ្ចឹងសម្រាប់ពណ៌ម៉ាស៊ីនទឹកសុទ្ធឬក៏ប្រភេទប្រព័ន្ធច្រោះទឹកស្អាតគឺយើងតែងតែប្រើដាក់កនេះគឺសំខាន់ជាងគេដោយសារតែដាក់កគឺយើងធ្វើការដោះនៃប្រព័ន្ធម៉ាស៊ីនណាមួយឧទាហរណ៍ថាប្រព័ន្ធតយោនេះយើងត្រូវការតភ្ជាប់ហើយតែយើងត្រូវការផ្លាស់ប្ដូរនៅក្នុងប្រព័ន្ធធំណាមួយយើងគ្រាន់តែធ្វើការមូលដាក់កនេះមកគឺយើងដោះចេញបានហើយតែបើសិនជាយកមានដាក់កហ្នឹងទេដូចឃើញបែបនេះចឹងយើងត្រូវកាត់តតយោគឺរៀងយូរហើយបាត់កៅតកៅគឺពិបាកហើយចំណាយពេលវេលាយូរចឹងបើមានដាក់កនេះគឺងាយស្រួលខ្លាំងមែនតើយើងគ្រាន់តែមូលចេញបែបហ្នឹងមកហើយយើងតភ្ជាប់តយោគឺយើងមូលចូលប៉ុណ្ណឹងគឺងាយស្រួលខ្លាំងមែនតើ អូខេថ្ងៃបងអរគុណច្រើនបងសម្រាប់ការបកស្រាយ ចាអរគុណច្រើនអូន